ចឹងគឺថាអបបៈទេបើសិនជាយើងចង់ដឹងពីអត្រាប្តូរប្រាក់នៅលើទូរស័ព្ទគឺអ្នកទាំងអស់គ្នាមានតែ app Cash Show មួយក៏យើងអាចធ្វើការ convert ពីប្រទេសមួយទៅកាន់ប្រទេសមួយបានដែរអញ្ចឹងជាដំបូងបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើជាមួយនឹង Cash Show ហើយយើងចង់គិតពីចំនួនទឹកប្រាក់ក៏ដូចជាចំនួនលុយដែលយើងបដូរពីប្រទេសមួយទៅកាន់ប្រទេសមួយអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ app Cash Show របស់យើងមកបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការចុចទៅកាន់កន្លែងរូប Cash Show នៅខាងស្ដាំដៃនេះហើយអ្នកទាំងអស់គ្នាយកពាក្យថា convert អញ្ចឹងដោយអ្នកគ្នាឃើញសញ្ញាទៅសញ្ញាព្រួញទៅព្រួញមកនេះគឺបានន័យថាគេបញ្ជាក់ថាជាការបដូរប្រាក់ទៅប្រទេសណាមួយទៅកាន់ប្រទេសណាមួយចឹងទៅអញ្ចឹងឥឡូវដោយអ្នកគ្នាបានឃើញអញ្ចឹងខាងលើនេះគឺជា KX របស់ខ្មែរគឺជារបស់ប្រទេសយើងហើយខាងក្រោមនេះគឺ USD គឺជាប្រាក់ដុល្លារអញ្ចឹងទៅថាខ្ញុំចង់វាយលេខ 5000អញ្ចឹងគឺនៅខាងក្រោមនេះគឺវាបដូរឲ្យយើងឃើញពីចំនួនទឹកលុយនឹងតែម្ដងហើយបើសិនជាយើងចង់ដឹងថាតើវាអាចបដូរទៅបានតែដុល្លារឬក៏ប្រទេសណាផ្សេងទៀតអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចុចមកកាន់កន្លែងនេះមកវានឹងធ្វើឲ្យយើងជ្រើសរើសជាមួយនឹងប្រទេសផ្សេងៗដែលយើងចង់ select បានអញ្ចឹងមានដូចជាវៀតណាមមានអាមេរិកមានអ៊ុយក្រែនមានប្រទេសផ្សេងៗដូចជាឥណ្ឌូនេស៊ីម៉ាឡេស៊ីជាដើមអញ្ចឹងបើសិនជាអ្នកគ្នាចង់ពេញចិត្តមួយណាគឺអាច select បានហើយកន្លែងនេះក៏យើងអាច search ជាមួយនឹងឈ្មោះប្រទេសដែលអ្នកទាំងអស់គ្នាចង់បដូរផងដែរអញ្ចឹងគឺថាពិបាកទេអ្នកគ្នាអាចធ្វើការសាកល្បងទៅកាន់ app Cash Show របស់អ្នកគ្នាលើទូរស័ព្ទដៃបានអរគុណកុំភ្លេច subscribe ដើម្បីទទួលបានជាមួយនឹងគន្លឹះថ្មីទៀត